សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើម្ហូបតាមការនឹកឃើញរបស់ខ្ញុំបាទឥឡូវនេះខ្ញុំធ្វើការដាំទឹកស្ងោរសាច់ជ្រូកស្ងោរសាច់ជ្រូកឲ្យរៀងឆ្អិនតិចមកគឺដើម្បីយកទៅឆាតមកសាច់ជ្រូកឆ្អិនយើងដួសពីឆ្នាំងដាក់ឆាសិនមកហើយបន្តមកយើងត្រូវការហាន់សាច់អធិស្ឋានអ្នកដល់គ្នាតចំណុចនេះដែរហាន់សាច់ខ្ញុំអត់ចេះហាន់ទេហាន់តាមការនឹកឃើញទៅប៉ុណ្ណឹងចឹងអ្នកទាំងអស់គ្នាបាទឃើញអីកុំថាមិនថាមេអ្នកទាំងអស់គ្នាខ្ញុំហាន់អញ្ចឹងសំណុកព្រោះសាច់តិចហាន់អញ្ចឹងទៅវាបានច្រើនបន្តិចNeon glow. I stop, but I don't really know. The coffee's cold, the face is blurred. Every voice feels like a slur. ហើយបន្ទាប់ការយើងហាន់សាច់រួចរាល់ពីថាពោយើងត្រូវការឆាសាច់នឹងតម្រងយើងដាក់ខ្លាញ់តិចមកខ្លាំងតិចជាស្រ័យចំណុចខ្លះទៅខ្លះគេបំរុំអីក្នុងអ្នកទាំងអស់គ្នាតាមទៅតហើយនេះខ្ទឹមខ្ញុំដាក់ខ្ទឹមទៅមុនខ្ញុំវាឲ្យរៀងនៅទៅវាល្មមហើយបន្ទាប់មកយើងត្រូវការដាក់សាច់ចូលដាក់សាច់ចូលយើងលីងវាឲ្យវាល្មមមើលទៅគិតថាឆ្អិនល្មមឆ្ងាញ់យើងលីងវាសិនមកតោះមកយើងដាក់អំបិលយើងលីងវាឲ្យស្អាតស្អាតទៅព្រោះខ្ញុំប្រើអំបិលដុំខ្ញុំដាក់ស្ករព្រោះប្រវាក់ជុំតិចទៅអ្នកទាំងអស់គ្នាក្នុងចានតែមួយនោះមានទាំងស្ករមានទាំងប៊ីចេងនេះដួសប៊ីចេងណាមានទាំងស្ករមានទាំងអំបិលមានទាំងប៊ីចេងអញ្ចឹងខ្ញុំចូលការភ្លក់មួយសិនខ្ញុំគិតថាវាល្មមខ្ញុំដាក់ថែមដាក់មកទៅតិចទៀតអ្នកទាំងអស់គ្នាអត់ទិញអត់បានយ៉ាងបេះតាមបេះឲ្យទៅស្លោកទៅអ្នកទាំងអស់គ្នាយ៉ាងមកយើងត្រឡប់តាមទៅឆ្អិនហើយយើងដួសដាក់ចានតែម្ដងវាមកល្មមអ្នកទាំងអស់គ្នាមិនប្រាញ់មិនស្អាតនេះបើសិនណាមានត្រីចងទៀតអត់ល្អទៀតអ្នកទាំងអស់គ្នាមិនល្អតែខ្ញុំអត់មានត្រីចងអញ្ចឹងធ្វើតាមការនឹកឃើញគិតថាល្មមឆ្ងាញ់គឺធ្វើប៉ុណ្ណឹងទៅអ្នកទាំងអស់គ្នាហើយឥឡូវខ្ញុំទុកសាច់ម្លាយខ្ញុំទៅការត្រឡប់ខ្លាញ់នេះខ្ញុំត្រឡប់ខ្លាញ់ដាក់តែខ្លាញ់បន្តិចទេអ្នកទាំងអស់គ្នាយើងត្រឡប់ហើយយើងដួសដាក់ចានមក Gas station coffee bitter and cold យើងដួសដាក់ចានឲ្យវាអស់មកបន្ទាប់មកយើងច្រោចយកបន្លែនេះទៅច្រោចទឹកនេះតាមត្រីគេចាក់ទឹកម្រេចទឹកអីចឹងណាប៉ុន្តែខ្ញុំចេះតែកែច្នៃទៅព្រោះអត់មានគ្រឿងក្រៅវាសពគ្រប់អញ្ចឹងបងគាត់បាក់ភ្លក់ជាមួយបាយគាត់ថាឆ្ងាញ់ចឹងអ្នកដែលគ្នាអរគុណច្រើនដែលតាមមើលវីដេអូរបស់ខ្ញុំបាទព្រោះវីដេអូមានតែប៉ុណ្្នឹងទេអ្នកដែលគ្នាសូមកាន់តែ20តរកំហុសខុសឆ្គងដែលយើងនិយាយពីលើទៅហើយបាទ